សួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកធ្វើ vlog មួយទាក់ទងទាំងការធ្វើម្ហូបហើយការធ្វើមករបស់ខ្ញុំនឹងគឺឆាត្រីខចាឥឡូវខ្ញុំកំពុងតែចិតបន្លែដើម្បីត្រៀមដាក់ឆាអីចឹងហើយបន្លែរបស់ខ្ញុំមានដូចជាស្ពៃបូកគោការ៉ុតចាហើយស្លឹកខ្ទឹមហើយក៏ច្រាំខ្ទឹមសមួយកំពឹសចានៅស្រុកខ្ញុំកាសកំពឹសប៉ុន្តែមិនដឹងថាអ្នកនរគ្នាហៅអីទេចាបន្ទាប់ពីខ្ញុំរៀបចំអស់ហើយគឺចាប់ផ្ដើមធ្វើការដាក់បើកភ្លើងដាក់ខ្លាញ់អីចឹងណាហើយនេះគឺប្រេងឆារបស់ខ្ញុំចាហើយខ្ញុំចាក់បន្តិចទៅខ្ញុំអត់សូវញ៉ាំច្រើនទេញ៉ាំតែបន្តិចទេចាហើយខ្ញុំក៏ចាប់ផ្ដើមយកខ្ទឹមសខ្ញុំអានច្រាំហ្នឹងដាក់ចូលហើយកូរទៅហើយក៏ដាក់ការ៉ុតដាក់អីព្រោះសារតែបន្លែទាំងអស់នេះវាក្របផុយទៅចឹងឆាប់បានញ៉ាំពណ៌ឃ្លានហ្នឹងចឹងក៏ដាក់វាមុនគេទៅហើយដាក់ទឹកប្រេងខ្យងតិចវាប្រេងខ្យងគឺជាលទ្ធផលរបស់ខ្មែរចាបន្ទាប់ពីខ្ញុំដាក់ហើយខ្ញុំកូរច្បល់ពេញហ្នឹងហើយក៏ខ្ញុំចាប់ដើមរៀបចំដាក់ត្រីខហើយនេះគឺត្រីខរបស់ខ្មែរត្រីកំប៉ុងរបស់ខ្មែរយើងណាចាត្រីខហ្នឹងមានរសជាតិឆ្ងាញ់មែនតើហើយខ្ញុំអត់បានប្រើប៊ីចេងឬក៏ម្សៅស៊ុបនៅក្នុងម្ហូបហ្នឹងទេប៉ុន្តែត្រីខហ្នឹងគឺដាក់ទៅគឺមានជាតិមកស្រាតហ្មងណាហើយនេះគឺជាក្រុមហ៊ុនដែលផលិតត្រីខហ្នឹងចាហើយត្រីខហ្នឹងមានចំនួន155ក្រាមចាហើយអាចសាក់ទិញបានគឺមានរសជាតិឆ្ងាញ់ចាខ្ញុំធានាថាឆ្ងាញ់មែនព្រោះរសារម្ហូបរបស់ខ្ញុំធ្វើហ្នឹងគឺខ្ញុំអត់មានដាក់ជាប៊ីចេឬជាម្សៅស៊ុបទេប៉ុន្តែដល់ពេលខ្ញុំធ្វើហើយខ្ញុំភ្លក់សាក់ភ្លក់មើលទៅមានអារម្មណ៍ថាអូវាមានជាតិមែនវាអត់ចាំបាច់ទៅប្រើប៊ីចេឬម្សៅស៊ុបទេប៉ុន្តែញ៉ាំទៅគឺវាចាប់មាត់បានល្អចឹងណាតែអ្នកនរគ្នាប្រហែលសួរថាមិនបានខ្ញុំអត់ដាក់ជិះបដាក់ទៅវិធីតាមពិតមែនទេធម្មតាខ្ញុំញ៉ាំម្ហូបធ្វើម្ហូបអញ្ចឹងភាគច្រើនខ្ញុំប្រើម្សៅស៊ុបតែដល់ពេលថ្ងៃហ្នឹងអស់ម្សៅស៊ុបរបស់ខ្ញុំអត់បានទិញខ្ញុំទៅផ្សារដែរតែខ្ញុំភ្លេចទិញអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំក៏ធ្វើម្ហូបអត់ដាក់ទៅតែបើសិនជាបងប្អូនមានបានដាក់ម្សៅស៊ុបទេកាន់តែជាតិឆ្ងាញ់អញ្ចឹងណាបើខ្ញុំអត់បានដាក់ទេដោយសារតែខ្ញុំអស់ដល់ពេលឥឡូវគឺខ្ញុំចាប់ផ្ដើមបង្ហាញបងប្អូនពីត្រីខហ្នឹងចាត្រីខហ្នឹងនៅក្នុងកំប៉ុងទូចទេណាកំប៉ុងហ្នឹងទូចទេប៉ុន្តែត្រីខហ្នឹងមាន4ដុំចាសាច់ត្រីហ្នឹងមាន4ដុំអញ្ចឹងវាច្រើនមែនតើច្រើនខ្លាំងហើយបើខ្ញុំម្នាក់ឯងញ៉ាំមិនអត់ទេចាហើយដូចបងប្អូនឃើញនៅក្នុងរឿងអញ្ចឹងខ្ញុំអត់មានបានទៅបន្លប់ថាអូនកុហកអីចឹងអត់មានទេគឺជាស្ដាយហ្នឹងមកហូបរបស់ខ្ញុំមានកាត់វីដេអូកាត់អីទេគឺវាជាស្ដាយមែនអញ្ចឹងទាក់ទងនៅកន្លែងហ្នឹងគឺត្រីខបែបហ្នឹងមែនដូចខ្ញុំថតឲ្យឃើញទេខ្ញុំរកឲ្យមើលទៀតទៅកូរោថាអីអាចមិន4ដុំចាឥឡូវបាត់1ដុំទៅណាឥឡូវកូរោហើយមកហូបនឹងដូចលេងដើម្បីល្អអមិនទេចាហើយដល់ពីរោឃើញហើយក៏លើកដាក់ក្បែរគ្នាអញ្ចឹងហើយបងប្អូនបានឃើញថាត្រីខហ្នឹងមួយកំប៉ុងទេប៉ុន្តែវាមានសាច់ត្រីដល់ទៅ4ដុំចាវាមានដុំទូចណាគឺគេដុំធំរបស់គេមានន័យថាយើងទិញឲ្យអត់ស្ដាយលុយខ្ញុំអត់ស្ដាយលុយទេនិយាយមែនព្រោះសារនិយាយទៅលើកដំបូងរបស់ខ្ញុំខ្ញុំញ៉ាំត្រីខហ្នឹងណាពីមុនខ្ញុំអត់បានញ៉ាំទេតែអត់ដែលដឹងទេតែដល់ពេលឥឡូវបានសាកញ៉ាំទៅដឹងថាអូត្រីខហ្នឹងឆ្ងាញ់របស់គេមែនហើយត្រីខហ្នឹងគឺជាត្រីខរបស់ខ្មែរយើងទៀតណាគឺមានថាផលិតផលរបស់ខ្មែរយើងគឺល្អមែនដូចស្គាល់ចាហើយបន្ទាប់ខ្ញុំធ្វើហើយហ្នឹងគឺខ្ញុំលាងកំប៉ុងត្រីខលាងទឹកហ្នឹងយកមកដាក់កុំឲ្យខាតស្ដាយរសជាតិវាហើយចាប់ដើមបើកភ្លើងទុកឲ្យវាពុះហើយចឹងណាមួយទៀតពេលពុះហើយគឺខ្ញុំនឹងអាចបានញ៉ាំហើយព្រោះសារអីមកពីធ្វើការហត់ផងអត់បានញ៉ាំអីទេដល់ពេលចឹងទៅធ្វើម្ហូបឡើងបញ្ញាដើម្បីបានញ៉ាំជីវិតនៅតែឯងបងប្អូនគឺអញ្ចឹងគឺថាធ្វើការហត់ហើយមកវិញធ្វើម្ហូបញ៉ាំខ្លួនឯងពេលខ្លះទ្រាំញ៉ាំហើយមក8មក9អីចឹងទៅទ្រាំបានងុយទឹកហើយទៅមកដល់មិនថាបានគេចាឥឡូវគឺចាប់ដើមរួចរាល់ហើយគឺខ្ញុំដាក់ស្លឹកខ្ទឹមហើយទៅពីដាក់ហើយក៏ទុកឲ្យវាទុកស្លឹកខ្ទឹមរៀងក្លិនឈ្ងុយទៅចឹងណាចាហើយឥឡូវក៏ថតឲ្យបងប្អូនមើលចិត្តបន្តិចថាមិនដែរទូយកបានអត់មុខម្ហូបរបស់ខ្ញុំនឹងអាសេបយកអត់ចាបើសិនជាគេថាមុខម្ហូបរបស់ខ្ញុំទូយកបានសូមឲ្យបេះដូងឲ្យ like មើលផងចាដើម្បីខ្ញុំមានទឹកចិត្តក្នុងការធ្វើវីដេអូទាក់ទងនឹង vlog ប្រចាំថ្ងៃរបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ